BM21 របស់កម្ពុជាបានទម្លាក់ចំទីតាំងកំភ្លើងធំរបស់វាហើយធ្វើឲ្យមេកំភ្លើងធំនោះងាប់ភ្លាមនៅនឹងកន្លែងតែម្ដងក្រៅពីការកំទេចបានទីតាំងកំភ្លើងធំរបស់ថៃមួយចំនួនយើងក៏បានកំទេចនៅរថក្រោះរបស់វាអស់ជាច្រើនគ្រឿងបន្ថែមទៀតលកឹកណាសង្គ្រាមមិនទាន់ចប់សូមបងប្អូនកុំជឿលើព័ត៌មាននិងការបង្ហោះនៅរូបភាពព្រមទាំងវីដេអូដែលពួកគេបានកាន់កាប់ទីតាំងរបស់កម្ពុជាឲ្យសោះកម្ពុជាមិនទាន់ធ្វើការវាយបកនៅក្នុងទ្រង់ទ្រាយធំទេបន្តិចទៀតសូម្បីតែសាកសពប្រហែលជាមិនអាចយកចេញពីទឹកដីរបស់កម្ពុជាបានផងដែរសូមបងប្អូនជនរួមជាតិបន្តជឿទុកចិត្តទៅលើវីរៈកងទ័ពរបស់កម្ពុជាបន្តទៀតយើងបន្តជួយឧបត្ថម្ភគាំទ្រដើម្បីផ្ដល់ស្បៀងទៅកាន់ពួកគាត់ឲ្យបានគ្រប់គ្រាន់ជំរុញការការពារយ៉ាងរឹងមាំនិងការវាយបកឲ្យខ្លាំងក្លាឲ្យពួកចៅសត្រូវឈ្លានពានឲ្យដឹងថានេះគឺជាទឹកដីរបស់អ្នកណាអរគុណបងប្អូនឥឡូវនេះខ្ញុំបាទសូមធ្វើការលើកយកនៅព្រឹត្តិការណ៍សំខាន់ដែលកើតឡើងនៅក្នុងរសៀលថ្ងៃទី23ខែធ្នូឆ្នាំ2025ជូនបងប្អូនស្ដាប់ទៅតាមលំដាប់លំដោយដូចតទៅបើតាមរយៈសេចក្តីរាយការណ៍របស់ក្រសួងការពារជាតិកម្ពុជានារសៀលថ្ងៃទី23ខែធ្នូឆ្នាំ2025បានឲ្យដឹងថានៅវេលាម៉ោង1:37នាទីរសៀលយោធាសៀមបានបន្តបាញ់ប្លង់ចំនួន5គ្រាប់ចូលមកទីប្រជុំជនដែលមានប្រជាជនរស់នៅច្រើនកកនៅក្នុងភូមិសាស្ត្រភូមិស្ទឹងបត់សង្កាត់ផ្សារកដាលខេត្តបន្ទាយមានជ័យនៅវេលាម៉ោង2:07នាទីរសៀលយោធាសៀមក៏បានបន្តបាញ់ប្លង់ចំនួន1គ្រាប់ទៀតចូលមកកាន់ភូមិសាស្ត្រភូមិស្ទឹងបត់សង្កាត់ផ្សារកដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យទៀតនៅវេលាម៉ោង2:10នាទីនៅសមរភូមិទិសភូមិព្រៃច័ន្ទបឹងត្រកួននិងភូមិជោគជ័យពួកវាបន្តបាញ់ប្លង់ខណៈនោះកងទ័ពរបស់កម្ពុជាក៏បានឆ្លើយតបដោយកញ្ច្រែង BM21 ក៏ក្រោកប្រត់ទៅពីផងដែរ